សម្រាប់ព័ត៌មាននៅពេលនេះគឺពាក់ព័ន្ធទៅនឹងតុលាការកាណាដាសម្រេចឲ្យ TikTok ដំណើរការនៅទីនោះបណ្ដោះអាសន្នវិញក៏ប៉ុន្តែនេះគឺជាការសម្រេចបណ្ដោះអាសន្នប៉ុណ្ណោះហើយមិនមែនជាការសម្រេចចុងក្រោយទៅលើបញ្ហាសន្តិសុខជាតិនោះឡើយ តុលាការសហព័ន្ធកាណាដាបានសម្រេចអនុញ្ញាតឲ្យ TikTok បន្តដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដាបណ្ដោះអាសន្នខណៈដែលរដ្ឋាភិបាលកំពុងពិនិត្យនៅពិចារណាសារជាថ្មីលើសេចក្តីសម្រេចពីមុនការសម្រេចនេះបានផ្អាកសេចក្តីបញ្ជារបស់រដ្ឋាភិបាលកាណាដាដែលបានចេញនៅឆ្នាំ2024ដែលបញ្ជាឲ្យ TikTok Technology Canada Inc. បញ្ចប់ប្រតិបត្តិការរបស់ខ្លួនដែលយោងទៅលើការព្រួយបារម្ភផ្នែកសន្តិសុខជាតិពាក់ព័ន្ធនឹងក្រុមហ៊ុនមេ Biden ដែលមានមូលដ្ឋាននៅប្រទេសចិន តុលាការបានបញ្ជូនករណីនេះត្រឡប់ទៅកាន់ក្រសួងឧស្សាហកម្មកាណាដាដើម្បីធ្វើការពិនិត្យឡើងវិញក្រោមច្បាប់ Investment Canada Act ចៅក្រមមិនបានបង្ហាញលម្អិតអំពីមូលហេតុពេញលេញនៃការលុបចោលសេចក្តីបញ្ជារដ្ឋាភិបាលនោះទេសេចក្តីសម្រេចនេះមានន័យថា TikTok អាចបន្តរក្សាការិយាល័យបុគ្គលិកនិងសកម្មភាពអាជីវកម្មនៅកាណាដាបានខណៈពេលដែលត្រូវការត្រួតពិនិត្យផ្លូវច្បាប់នៅតែបន្តទោះជាយ៉ាងណាវាជាសេចក្តីសម្រេចបណ្ដោះអាសន្នហើយមិនមែនជាការសម្រេចចុងក្រោយលើបញ្ហាសន្តិសុខជាតិនោះឡើយ TikTok បានបញ្ជាក់ថាការបិទប្រតិបត្តិការនៅកាណាដាអាចប៉ះពាល់ដល់ការងារនិងការវិនិយោគហើយក្រុមហ៊ុនបានបង្ហាញឆន្ទៈក្នុងការសហការជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខ